សូមស្វាគមន៍ប្រិយមិត្តដែលតែងតែនិយមគាំទ្រ Channel Asian Military ជាទីគោរពថ្ងៃនេះខ្ញុំបាទត្រឡប់មកវិញដោយនាំយកការបង្ហាញអំពីកាំភ្លើងយន្តធុនស្រាលរបស់ប្រទេសចិនប្រភេទ QJY-88 LMG មកធ្វើការបង្ហាញជូនបងប្អូនឲ្យបានស្គាល់តោះកុំឲ្យខាតពេលយូរកាំភ្លើងយន្ត QJY-88 ឬ Type 88 LMG គឺជាកាំភ្លើងយន្តធុនស្រាលផលិតដោយប្រទេសចិនសម្រាប់បំពាក់ឲ្យកងទ័ពជើងគោករំដោះប្រជាជនចិនសម្រាប់គាំទ្រឲ្យកងទ័ពថ្មើរជើងកាំភ្លើងនេះដែលត្រូវបានរចនាឡើងនៅចុងទសវត្សរ៍ឆ្នាំ1980ដោយក្រុមហ៊ុន China North Industries Corporation ដែលត្រូវបានគេស្គាល់ថា Norinco កាំភ្លើងយន្ត QJY-88 ត្រូវបានដាក់ឲ្យបម្រើការនៅក្នុងជួរកងទ័ពរំដោះប្រជាជនចិននៅក្នុងឆ្នាំ1990កាំភ្លើងយន្ត QJY-88 នេះវាមានទម្ងន់ 7.6 គីឡូក្រាមមានប្រវែង 1151 មីលីម៉ែត្រហើយកានុងកាំភ្លើងមានប្រវែង 600 មីលីម៉ែត្រវាប្រើប្រាស់គ្រាប់ទំហំ 5.8 គុណនឹង 42 មីលីម៉ែត្រ DBP-87 កាំភ្លើងនេះវាដំណើរការដោយកម្លាំងខ្យល់ធាក់ថយចំពោះចង្វាក់នៃការបាញ់របស់កាំភ្លើងនេះវាបាញ់បានចាប់ពី650ទៅ700គ្រាប់ក្នុង1នាទីហើយល្បឿនគ្រាប់រត់របស់វារត់បានចម្ងាយ895ម៉ែត្រក្នុង1វិនាទីកាំភ្លើងយន្តនេះវាបាញ់បានចម្ងាយឆ្ងាយបំផុតចាប់ពី800ម៉ែត្រទៅ1000ម៉ែត្រចំពោះបង់គ្រាប់របស់វាប្រើប្រាស់បង់គ្រាប់ប្រភេទត្រវ៉ាក់អាចផ្ទុកគ្រាប់បានចាប់ពី100គ្រាប់ទៅ200គ្រាប់ក្នុងមួយបង់ចំពោះប្រព័ន្ធតម្រង់របស់វាប្រើប្រភេទ Iron Sight ហើយវាក៏អាចបំពាក់កែវយឺតបានផងដែរខ្ញុំបាទសូមអរគុណចំពោះការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយ